បាទថ្ងៃនេះថ្ងៃអាទិត្យថ្ងៃចុងសប្តាហ៍បងប្អូនបាទបងប្រុសបានទូលសេវាកម្មនៃការ Steam LAN បងប្អូនបាទ Steam LAN ពីខាងក្នុងដែលសម្រាប់មេរោគក្លិនឡានគាត់ណាបងប្អូនបាទគាត់បានចុះលើឡានគាត់ប្រាប់ថាបងលៀងឡានឲ្យបងចាំជួយឆែកមើលឲ្យបានឡានខ្ញុំហងដោយសារធំក្លិនពេកបងប្អូនបងបាទខ្ញុំថាអត់អីទេបងឥឡូវចាំមើលខ្ញុំឆែកមើលសិនឲ្យក្រុមការងារធីមបើឲ្យយើងឆែកមើលសិនបាទហើយបានខ្ញុំបានឆែករៀបចំនៃការមើលឡានគាត់រួចហើយឡានគាត់ថាធំក្លិនបងប្អូនបាទហ្នឹងហើយហើយក៏បានប្រាប់គាត់ថាបងអញឡានរបស់អញធំក្លិនមកអញ Steam ឡានណាបងគឺបាត់ក្លិនហើយយើងសម្រាប់មេរោគពីក្នុងអញ្ចឹងណាបងបាទហ្នឹងហើយក៏បងគាត់ថាអូខេអញ្ចឹងយើងក៏ Steam ឡានគាត់ឲ្យបាទនេះខ្ញុំបាននេះកំពុងតែស្រែនសិនជាបាទពេលដែលយើងរួចរាល់យើង Steam ឲ្យបងប្អូនបាទគឺក្លិនពីខាងក្នុងមកយើងថាក៏អូមកបងប្អូនបាទហ្នឹងហើយនឹងធីមការងាររបស់យើងនៅកំពុងតែសម្អាតបាទហើយកុំភ្លេចណាបងប្អូនខាង PM យើងមាន Steam មានលៀងឡានមានប៉ូលៀងឡានបោកពូកយើងច្រើនបងប្អូនណាគ្រឿងឡានគឺខាង PM យើងមានទាំងអស់បាទហើយ PM យើងក៏មានគុយទាវមានអីផ្សេងកាហ្វេម្ហូបអាហារបងប្អូនថ្ងៃត្រង់បាទมันឆ្ងាយបងប្អូននៅជាតិលេខ6យើងទេស្ពានលេខ6នៅជាតិលេខ6បាទគឺយើងមានគុយទាវមានបាយព្រឹកមានបបរមានអីគ្រប់មុខបងប្អូនបាទសម្រាប់បងប្អូនដែលបានជិះមកពីខេត្តបាទកាត់ចូលពេញបាទកុំភ្លេចណាចូលកន្លែងត្រាស់ PM យើងបាទយើងមានទាំងអស់បាទហើយយើងក៏បាន Steam ឡានក៏រួចរាល់ហើយបាទអរគុណច្រើនណាបងបាទអរគុណច្រើនដែលបានជួយ Steam បាទ